ក្រាបថ្វាយបង្គំដល់បរមព្រះសង្ឃដាដោយចិត្តដ៏ថ្លៃថ្លាបានសុខាតរៀងទៅចិត្តយើងត្រង់ស្មោះសរគូត្រេកអរស៊ូពេកទៅជាទេពវិមាននៅរៀបដំរើទៅតាមបុណ្យស្ថានសួគ៌ទាំង6ឋានមួយល្អពេកពុនសូមអង្គសាធុជនខំធ្វើបុណ្យជាជំនួយចតុកម្មមហារាជការឋានទេវតាជាន់ទី1អាយុទឹក500គិតមួយគ្រប់ព្រះអង្គក្នុងមួយយប់មួយថ្ងៃឋាននោះនៃឆ្ពុះដំរងមិនបានតាមចិត្តចង់ដូចបំណងបើគ្មានទៀនស្មើ50ឆ្នាំនោះគិតទាំងអង្គ9លានអាយុវែងព្រោះទៀនសារនោះបានជាប់លាប់ល្អនេះឋានតាវតੰស៊ូត្រៃត្រឹងដល់បវរបានទៅដោយកំរបារិនធត្រូវគោរពអាយុ1000ឆ្នាំយើងត្រូវចាំឋានកាមភពដូចឆ្នេះគូប្រារព្ធហើយតែភពនឹងសពរង100ឆ្នាំបើគិតនេះគឺឋិតនៅឋានមនុស្ស3កោដ9លានគិតមែនតែនទាំងស
ស្រីប្រុសដូចនេះយើងទាំងអង្គដែលនៅរស់មានជីវិតធ្វើទានរក្សាសិលកុំបីខ្ជិលទូមានពិតហើយគូពេញចារណារៀនធម៌អារាំងសាចិត្តខន្តីនឹងសុចរិតហើយត្រូវប្រតិនៅមេត្តានេះគឺឋានយាមីយើងគ្រប់គ្នាដឹងច្បាស់ថាសុគីនៃទេវតាជាកាមាជាន់ទី3អាយុ2000ឆ្នាំបើគិតទៅវែងអន់លៃក្នុងមួយយប់មួយថ្ងៃមិនតិចអ្វីមាន200 14 កោដ4 លានសរុបមានជាចុងក្រោយដែលកម្មកំណត់ឲ្យបុណ្យធ្វើហើយត្រូវសោយផលនេះគឺឋានតងសិទ្ធជ្រះខ្លាចពិតចិត្តគិតដល់ជាឋានអត់កង្វល់ជាមណ្ឌលពោធិសត្វអាយុ4000 ឆ្នាំនោះជាកម្មល្អពេកស្ដាត់ជាឋានរីករាយពិតសន្តងសត្វជាទេវរាជក្នុងមួយយប់មួយថ្ងៃឋានថ្លាថ្លៃច្រើនអាណែក400 គិតដោយលេខច្រើនពុនពេកនៃឆ្នាំនោះ55 កោដឋាននេះសោតឆ្នាំទាំងនោះនៅតែមិនទាន់អង្គទេវតានោះអាយុវែង
សល់6លានទៀតបើពុនលាតចេញឲ្យស្ដែងគូកោតគូស្ញប់ញែងនៅកន្លែងតុងសិតឆ្នាំនឹមមេនេរដីសុលោកីជាទី5មាន3,000 ឆ្នាំយើងត្រូវចាំចូលកុំភ្លេចក្នុងមួយយប់មួយថ្ងៃឋាននោះនៃមិនមែនតិច800 ឆ្នាំស្រេចយើងចាំបាច់គិតឆ្នាំនោះ230កោតនេះជាណោតគិតទាំងអង្គទេវៈនៅឋាននោះកែបានរងព្រំបនជួយកាមេវៈចង្រឋាទឹកវាមានទី5មួយជាឋានអត់រំជួយឋាននេះមួយមានឈ្មោះវែងញាតិញោមខំធ្វើបុណ្យសាងដើមទុនគ្រប់កន្លែងឬខំជួយតុបតែងរៀបចាត់ចែងយ៉ាងប្រញាប់15000ច្រើនលឹងលន់អាយុទឹកស្ដាប់ធម៌រាល់ងាយព្រឹកហើយចិត្តនឹកគុណគ្រូថ្លៃព្រះសង្ឃបរិសុទ្ធឬវិមុតផុតហើយក្តីអ្នកត្រត្រង់វិន័យគឺដើម្បីព្រះសាសនាសូមអនុមោទនា